mà bạn chân nuôi tại đầm rồi nuôi pi man pram vô lôi tự tao riêng tinh mà thoang tại nàyยังเลยแต่เรียนเองไอเตียน chân nuôi tại plot nuôi pi man pi plot ជួយសួរសួស្តីអ្នកទាំងអស់គ្នាចាអ្នកទាំងអស់គ្នាឥឡូវនេះគឺខ្ញុំកំពុងតែស្ថិតនៅភូមិព្រះដាក់ចាអ្នកទាំងអស់គ្នាអញ្ចឹងបើសិនជាចង់ដឹងថាសកម្មភាពនៅក្នុងភូមិព្រះដាក់មានអីឆ្ងាញ់ខ្លះហើយមានទស្សនវិជ្ជាបែបណាខ្លះតោះទៅតាមដានទស្សនាទាំងអស់គ្នាបើយើងមកភូមិព្រះដាក់គឺថាមកមុនដំបូងគេនឹងគឺថាមកនំអាកោថ្នោតរបស់អ៊ីច័ន្ទធូតែម្ដងហើយមានអូនៗក្មេងៗជាច្រើនគាត់លក់វត្ថុអនុស្សាវរីយ៍អ្នកទាំងអស់គ្នាហើយគាត់បកកាយពពាយនេះហើយនឹងបកកាយលក់ខ្លាំងមែនតើនិយាយថាសម្លេងរបស់អ្នកព្រះដាក់គឺថាព្រោះហើយអ្នកទាំងអស់គ្នាទាំងក្មេងទាំងចាស់ហ្មងណាហើយមិនថាថ្ងៃបុណ្យទានឬក៏ថ្ងៃសៅរ៍អាទិត្យទេគឺថានៅភូមិព្រះដាក់គឺថាពោពេញដោយមនុស្សច្រើនខ្លាំងមែនតើហើយតែពួកខ្ញុំមកហ្នឹងមិនថ្ងៃបុណ្យទានអីអ្នកគ្នាគ្រាន់តែថ្ងៃអាទិត្យសោះនិយាយថាមនុស្សឡើងច្រើនហ្មងណាហើយនេះអាកោថ្នោតរបស់អ៊ីច័ន្ទធូហ្នឹងគឺថាបានឆ្អិនហើយលងឈ្ងុយឆ្ងាញ់ខ្លាំងមែនចាអ្នកគ្នាឥឡូវហ្នឹងគឺថាយើងមកដល់កន្លែងដែលគាត់រៀបនឹងចំអិនហើយទៅគឺគាត់ចាក់ម្សៅដែលនៅឆៅហ្នឹងយកទៅចំអិនហើយបានសួរអ៊ីមិញទៅគាត់ថាចំអិនតែកន្លះម៉ោងហ្នឹងគឺឆ្អិនហើយអ្នកគ្នាអញ្ចឹងអ្នកនរគ្នាអាចមើលសកម្មភាពរបស់គាត់បានគឺថាអូឈ្ងុយខ្លាំងមែនតើអត់ទាន់ឆ្អិនផងឈ្ងុយប៉ុណ្ណឹងណាមួយថ្ងៃអ៊ីធ្វើបានប្រហែលជាប្រហែលបេអង្គតែអ៊ីបានហើយជាថ្ងៃនេះ100គីឡូជាង100គីឡូចាអ្នកគ្នាឥឡូវហ្នឹងទៅម៉ោង2ឯងគឺអស់100គីឡូបាត់ទៅហើយអូយហើយចឹងបើសិនជាយើងគិតជាកធនអញ្ចឹងប្រហែលជាមួយថ្ងៃហ្នឹងទៅគិតត្រឹមម៉ោងហ្នឹងអស់ប៉ុន្មានកធនអី10ជាង15កធនណា15កធនអូយអើយទៅហើយខ្លាំងហើយភ្ញៀវភាគច្រើនគាត់មកពីខាងណាដែរអីភ្ញៀវអីជំវិញអូនភាគច្រើននៅខាងភ្នំពេញច្រើនចា34ខេត្តក្រុងគឺមកទាំងអស់ដែរតែមួយអ៊ីណាចាអ្នកគ្នាអញ្ចឹងអ្នកគ្នាពេលដែលមកភូមិព្រះដាក់ហើយឃើញឈ្មោះអ៊ីច័ន្ទធូលក់នំអាកោខ្ទិះអញ្ចឹងបើអត់តង់ឃើញស្គាល់ម្ចាស់ហាងទេថាជាអ្នកណាចាគឺជាអ៊ីម្ចាស់ហាងយ៉ាអរគុណអ៊ីចាហើយរសជាតិវាចង់ថាវាមានរសជាតិអីខ្លះអីឬក៏មានតែមួយមុខហ្នឹងទេមានតែមួយមុខហ្នឹងទេអូនតែទឹកធានាហ្នឹងតែឆ្ងាញ់ខ្លាំងហ្មងអ៊ីចាអញ្ចឹងអ៊ីមានពីអីចង់ប្រាប់ទៅបងប្អូនយើងក៏បើទស្សនាមិនខ្លះអត់អ៊ីអរគុណអូនឲ្យអ៊ីលក់នំឲ្យដាច់ច្រើនកាន់តែល្បីខ្លាំងជាងនេះទៀតអូនចាហ្នឹងហើយអ៊ីហើយអ៊ីពពីនេះទៅថាឲ្យបងប្អូនយើងមកជួយទិញផងអ៊ីនៅកន្លែងអ៊ីឈ្មោះអីគេខ្លះចឹងណាអ៊ីអ៊ីចន្ទធូចានៅភូមិព្រះដាក់ឃុំព្រះដាក់ស្រុកបន្ទាយស្រីខេត្តសៀមរាបអូខេសលេងអ្នកសៀមរាបព្រោះណាអ្នកគ្នាអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាមកលេងខេត្តសៀមរាបកុំភ្លេចចូលញ៉ាំកន្លែងគាត់ទាំងអស់គ្នាណាហើយសម្រាប់វីដេអូតោះសៀមរាបក៏ឈានចូលដល់ទីបញ្ចប់ផងដែរអរគុណអ្នកទាំងអស់គ្នាសម្រាប់ការចូលមើលតោះសៀមរាបសូមអរគុណសូមជម្រាបលាបាយបាយ